គ្រាន់តែបានធ្វើដំណើរចុះទៅដល់មុខព្រះបរមរាជវាំងភ្លាមអូនសុំមេត្តានិងអូនសុខេមាគឺរត់ទៅដេញចាប់ព្រាបតែម្ដងចង់ដឹងថាតើមុខព្រះបរមរាជវាំងទេសភាពស្អាតយ៉ាងណាហើយសត្វព្រាបសបោយ៉ាងណាតោះទៅទស្សនាទាំងអស់គ្នាជាមួយអូនសុំមេត្តានិងអូនសុខេមាដូចតទៅរួមជម្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel របស់អូនសុំមេត្តាហើយថ្ងៃនេះផងដែរវីដេអូនេះបានមកអូនសុំមេត្តាទៅដើរមើលព្រាបនៅមុខព្រះបរមរាជវាំងរបស់យើងបងប្អូនគឺទេសភាពពេលព្រឹកគឺស្រស់ស្អាតមែនទែនជាពិសេសសត្វព្រាបគឺសបោមែនទែនបងប្អូនហើយអូនសុមេតានិងអូនខេមាគ្រាន់តែបានបរមរាជវាំងភ្លាមបាទស្រែកឃើញព្រាបច្រើនមែនទែនបងប្អូនហើយក៏បានសុំទិញបាទចំណីរបស់ព្រាបណាបងប្អូនអញ្ចឹងគ្រាន់តែពេលបានចំណីព្រាបហើយភ្លាមពីអ្នកបងប្អូននេះគឺដើរបាចពេញនឹងតែម្ដងបងប្អូនអត់មានខ្វល់ទេបាទគឺដើរបាចសម្រាប់ឲ្យព្រាបជាចំណីតែម្ដងបងប្អូនហើយបងប្អូនមើលទៅព្រាបមករោមឡើងចិត្តពេញតែម្ដងហើយក៏លេចទៅមើលព្រះបរមរាជវាំងរបស់យើងនាពេលព្រឹកគឺបាទទេសភាពគឺស្រស់ស្អាតហើយជាពិសេសនោះគឺមានបងប្អូនយើងមកទស្សនាច្រើនមែនទែនបងប្អូនហើយជាពិសេសបាទអ្នកលក់ដូរអាជីវករអីជាដើមហ្នឹងគឺនៅពេញនឹងតែម្ដងបាទឥឡូវក៏លេចមកមើលអូនសុមេតានិងអូនសុខេមារបស់យើងវិញបាទអូនសុខេមាបានបាចចំណីព្រាបអស់មុនហើយបងប្អូនអញ្ចឹងពេលនេះអត់មានអីបាចទៀតទេកំពុងតែដើររោទៀតហើយបងប្អូនពេលនោះបាទបងរបស់គេហ្នឹងបាទអូនសុមេតាក៏បានចែកចំណីព្រាបទៅឲ្យអូនសុខេមាខ្លះបងប្អូនទុកបាចទាំងអស់គ្នាអញ្ចឹងណាបងប្អូនហើយមើលទៅអូនសុខេមានិងអូនសុមេតាបាទការស្លៀកពាក់របស់គេនេះគឺទៅនេះអស់ទោះហើយបងប្អូនបានត្រៀមខ្លួនរួចជាស្រេចហើយតែគោលបំណងមិនបានថាត្រូវទៅលេងមុខវាំងទេបងប្អូនដំបូងឡើយគឺនាំអូនសុមេតានិងអូនសុខេមាទៅពេទ្យទេប៉ុន្តែជាក់ស្ដែងនៅពេលដែលយើងបានទៅដល់ហើយឃើញទេសភាពស្អាតសត្វព្រាបក៏សម្បូរដែរយើងនាំអូនសុមេតានិងអូនសុខេមាយើងចូលលេងសិនអញ្ចឹងណាបងប្អូនបាទហើយមួយទៀតចំពោះបងប្អូនបាទបើសិនជាចង់ទៅទស្សនាមុខព្រះបរមរាជវាំងនៅពេលព្រឹកបងប្អូនអាចអញ្ជើញទៅបានបងប្អូនគឺសម្បូរសត្វព្រាបបាទច្រើនមែនទែនហើយអាកាសធាតុវិញក៏យើងមិនសូវក្តៅដែរបងប្អូនដែលថាយើងទៅលេងពេលព្រឹកបាទមេឃអត់សូវក្តៅប្រហែលទេយើងទៅជាសំលមុំទេហើយយើងអាចយកកូនតូចអាចទៅលេងបានទៅចាប់ព្រាបអីបានឬក៏ទៅឲ្យចំណីព្រាបអីបានអញ្ចឹងណាបងប្អូនហើយពេលនោះអូនសុមេតានិងអូនសុខេមាបាទបន្តដំណើរដើរលេងពេញមុខព្រះបរមរាជវាំងតែម្ដងបងប្អូនគាត់ថាឃើញសត្វព្រាបហ្នឹងគឺថាសុបាយយកតែមែនតើបងប្អូនពិសេសណាស់ពីអ្នកបងប្អូនគេនេះបាទគឺដើរអត់ចេះហត់ទេបងប្អូនដើរយើងនេះបាទតាមចាប់ផងឯងមើលបងប្អូនអូសុបាយណាស់ឲ្យតែឃើញសត្វព្រាបបាទបងប្អូនគឺដេញចាប់ពេញនឹងតែម្ដងហើយយើងឈរតែមើលទេបងប្អូនបារម្ភមួយទៀតគឺខ្លាចតែដួលទេប៉ុន្តែហើយយើងចេះតែទៅអែបនឹងដែរបងប្អូនប៉ុន្តែមិននេះបើពិសេសអូនសុខេមាតែម្ដងបងប្អូនអត់មានខ្លាចព្រាបទេបងប្អូនឃើញព្រាបកាន់តែច្រើនកាន់តែចូលចាប់បងប្អូនហើយបងប្អូនមើលព្រាបទៅច្រើនមែនទែនបងប្អូនហើយអញ្ចឹងចំពោះបងប្អូនណាដែលចង់ជូនកូនទៅដើរលេងព្រះបរមរាជវាំងអីមើលសត្វព្រាបអីឬក៏ឲ្យចំណីព្រាបបងប្អូនអាចទៅពេលព្រឹកបានក៏តិចម្យ៉ាងដែរបងប្អូនណាព្រោះថាមានតែពេលព្រឹកទេដែលសម្បូរសត្វព្រាបបាទពេលថ្ងៃឬក៏ពេលល្ងាចអីបាទគឺមិនសូវជាមានច្រើនទេដោយសារតែមានមនុស្សម្នាទៅច្រើនហើយអាកាសធាតុកាន់តែក្តៅនឹងទៀតសត្វក៏មិនសូវជាចេញប្រមាណ